ដីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាបន្តទៀតជាមួយនឹង lecture note អំពី comment ខ្លះៗនៅក្នុង lecture note ទី4នេះអូខេវាមាន lecture វាមាន comment ជាច្រើនដែលយើងនឹងលើកមកនិយាយប៉ុន្តែយើងមិនអាចលើកទាំងអស់បានទេអនុវត្តតយើងមិនអាចលើកមកទាំងអស់បានទេហើយអានេះគឺជា comment ដែលយើងត្រូវបង្ហាញនៅក្នុងថ្ងៃនេះទី1នោះ PS display currently active process ហើយវាមាន PS មាន PMAP top key PID key all process អីជាដើមហើយយើងនឹងលើកពី3ចំណុចដើម្បីបង្ហាញនៅលើ CNOS របស់យើងហើយអានេះវាគឺជា shortcut keyអានេះ PS ហ្នឹងមានន័យរបស់វាគឺ process status មានន័យថាវាបង្ហាញអំពី current running វា process កំពុងតែ process ហ្នឹងហើយយើងនឹងចូលទៅអនុវត្តចូលទៅបង្ហាញនៅក្នុង CNOS ហ្មងអូខេនេះយើងវាយ PS នេះវានឹងបង្ហាញវាសូ process ដែលយើង running អូខេហើយ comment មួយទៀតគឺ PS function AUH crap អូខេអានេះយើងមើលពាក្យកាត់របស់វានេះអត់មានទេអូខេអានេះវាបង្ហាញអានេះវា search for Ethernet អានេះ search for Ethernet file for more information ខ្វះយើងអានេះយើង search for Ethernet H PS function H Ethernet នេះវានឹងបង្ហាញអំពី root ហើយ Ethernet អូខេវា search អំពី Ethernet process របស់វាហើយមួយទៀតគឺយើងនឹងចូលទៅ comment ទៀតគឺ PMAP មានថា memory map of process យើងឆែកអំពី process memory របស់វា PMAP PID នេះយើងនឹងឃើញវា show detail show even more detail អីជាដើម option អានេះវាយើងឲ្យចុចអីទៅ extension show more detail អូខេអាហ្នឹង PMAP មួយទៀតគឺនឹងយើងឆែកប៉ុណ្ណឹងយើងយកអានេះមកអនុវត្តម្ដងគឺឆែកចំពី D ម្ដងគឺ DF function S យើងបង្ហាញអំពី free space on mount file system មានន័យថាយើងបង្ហាញអំពី free space ដែលនៅទំនេរអូខេអញ្ចឹងយើងឆែក if f function h df no df ដាក់ dj ណា sorry h នេះវានឹងបង្ហាញអំពីspace ណាដែលវានៅនេះ use allowable amount 000ព្រោះយើងអត់បានប្រើទេអានេះ run បានអូខេនៅ comment មួយទៀតគឺ di so
anh ấy so free node đại việt tầm nế di function s function I df function I ok viên nó bằng hai nhầm phi free node đại tầm nế ok ní I node I node ní I use hay free yani này I node I free ok boost muối users run muối ok dương clear xong dương một hai nhầm phi comment du function as ok a nó viết số or file hayนี้ชื่อ man readable ได้ยังอาจอ่านบ้านนี่อันนี้ file a โอเคhay commentមួយទៀត du function sh អានោះបង្ហាញ total size of current directory អូខេនេះអក្សរ space យើងអក្សរ88 k ទៀតអូខេហើយយើងចូលមកដល់នេះ cat room អានេះ show CPU information cat room ហ្នឹងវា show CPU detail មាន model មាន core មានអីជាដើមហើយ cat proxy minimal info ហ្នឹងវា show អំពី RAM detail អូខេអញ្ចឹងយើងវាយមក cat approach c info CPU info អូខេនេះវានឹងបង្ហាញយើង cat វានឹងបង្ហាញអំពី model អំពី core ហើយនឹង speed process វា0 vendor ID Osram AMD នេះបង្ហាញអស់ហើយនេះ CPU family 25អីបង្ហាញ model 80អី model name គឺ AMD Ryzen 5បង្ហាញពីនៅក្នុង computer ហ្នឹងអូខេអញ្ចឹងយើង cat អានេះយើង show RAM detail ម្ដង cat prof mem info នេះវានឹងបង្ហាញអំពី show RAM detail ទាំងអស់នេះនៅអ្វីដែលយើងប្រើអ្វីដែលនៅវាបង្ហាញនៅលើហ្នឹងអាហ្នឹងគឺ cat swap rank free that free បង្ហាញអំពី display RAM usage ហើយនិង swap usage នេះ RAM usage នេះ យើងប្រើប៉ុណ្នេះ free នៅសល់ច្រើនប៉ុណ្នេះទៀតហើយនឹងអាច share អីជាដើមហើយនៅ swap នេះ U គឺ0ហើយ free នៅសល់20000ជាងទៀតអូខេនេះ date ម្ដង date បង្ហាញពី current time ហើយ data ហើយនឹង time អូខេចាត្រូវហើយនេះ Friday នៅក្នុងថ្ងៃនេះថ្ងៃទី13នៅម៉ោង 1:30 នាទីហ្នឹងវាបង្ហាញពី current time ហើយនឹង data អូខេអានេះcomment ស្អីទៀតមាន uptime មានន័យថា display who is online uptime show current uptime អូខេ W show this who is online អូខេវាយ W who is online នេះ user 1 local average zone
login thì CPU root loginជា root វាជា user ទេយើងឆែក comment ហើយគេប៉ុណ្ណឹងហើយអានេះគឺ shortcut របស់វា C នេះhold the current comment C នេះ suspend comment resume which set stop the current comment resume with FG in the foreign back in the background the log out of the section similar នេះយើងអ្នកនរគ្នាអាចមើលបានអានេះគឺជា shortcut key របស់យើងអូខេវីដេអូហ្នឹងដល់ទីបញ្ចប់អរគុណអ្នក